listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sê ray. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំមកសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាអ្នកស្ដាប់ទាំងអស់ជាទីមេត្រីចា៎យើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ8កើតខែផល្គុនឆ្នាំមមីឆស័កពុទ្ធសករាជ2558ចា៎ហើយដល់ត្រូវនឹងថ្ងៃទី25ខែកុម្ភៈគ្រិស្តសករាជ2015ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃលោកហ៊ុនសែនបញ្ជាក់ថាកម្ពុជានឹងមិនមានវាសនាហិនហោចប្រៃឈើដូចជានៅសហគមន៍អឺរ៉ុបទេប្រជាសហគមន៍ភ្នំបាណន់ខេត្តកំពង់ឆ្នាំងក្រុងដាក់ញត្តិជូនអាជ្ញាធរដើម្បីចាត់វិធានការលើអ្នកបំផ្លាញព្រៃសហគមន៍តំណាងរាជបកប្រឆាំងស្នើសុំដីស្រែចម្ការចែកជូនពលរដ្ឋក្រោយការបណ្តេញចេញនៅខេត្តកំពង់ធំអភិបាលខេត្តព្រះវិហាររងការចោទថាបញ្ឈប់មន្ត្រីសាលាខេត្តមួយរូបដោយសាររើសអើងបកនយោបាយចារួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំមកសុធានីសូមជូនព័ត៌មានទាំងនោះពិស្ដាចាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាប្រទេសអ្នកមានមិនអាចមើលងាយប្រទេសអ្នកក្របានទេលោកហ៊ុនសែនបានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាគឺលោកសងហ្វ្រង់ស៊ួរកូតាំងថាកម្ពុជាមិនយកគំរូតាមប្រទេសក្នុងសហភាពអឺរ៉ុបដែលបានកាត់ព្រៃឈើអស់នោះឡើយចាចំពោះការលើកឡើងនេះមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការការពារបរិស្ថានលើកឡើងថាកម្ពុជានឹងមានវាសនាហិនហោចព្រៃឈើដូចជាសហភាពអឺរ៉ុបនាពេលខាងមុខចាលោកទីនសាការីយ៉ារាយការណ៍អំពីរឿងនេះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថាបទពិសោធន៍របស់សហភាពអឺរ៉ុបធ្វើឲ្យបាត់បង់ព្រៃឈើអស់នោះកម្ពុជានឹងមិនយកគំរូតាមនោះទេលោកហ៊ុនសែនបញ្ជាក់នៅចំពោះមុខលោកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជានៅក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ2015នៅថ្ងៃទី24កុម្ភៈថាប្រទេសអ្នកមានមួយចំនួនបានរិះគន់កម្ពុជាទៅលើគម្រោងសាងសង់ទំនប់វារីអគ្គិសនីនិងការកាប់ព្រៃឈើលោកបានលើកជាសំណួរថាចុះប្រទេសមួយចំនួនទៀតធ្វើបរិមាណូហេតុអីមិននិយាយអំពីការខូចបរិស្ថានផងហើយកម្ពុជាមិនធ្វើដូចអឺរ៉ុបទេកាប់តលខ្ទេចព្រៃមិនធ្វើចុងទេយើងដកវិសោធន៍ពីកំហុសរបស់អឺរ៉ុបដែរអឺរ៉ុបមិនកាប់ព្រៃឈើអស់អូស្មានតែវាលចុងតាំងពីអើយខ្ញុំទៅដេកនៅអសរសុងដើម្បីចរចានៅសង្ហានៅស្វាតារណោមិនគ្រាន់តែមានស្ថានភាពតាអសរសុងហ្នឹងបន្ទាប់ទៅវាលរហោឋានមើលសង្ឃើញដល់ស្វាតារណោប៉ុន្តែយើងអ្នកក្រគេដែលមានគេចេះថាយើងបានតាមចិត្តវិញមើលសុំអ្នកមានគោរពអ្នកក្រខ្លះមើលប៉ុន្តែមានខ្លះគេមានសិលធម៌សុជីវធម៌ដែរហើយមានខ្លះមើលមកឯងគឺថាមិនដូចជាស្អីអញ្ចឹងការថ្លែងរបស់លោកហ៊ុនសែននេះធ្វើឡើងនៅបន្ទាប់ពីអង្គការឃ្លាំមើលពិភពលោក Global Witness បានសម្ដែងការសោកស្ដាយចំពោះការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលចាត់ទុកថាការរកស៊ីឈើប្រណិតរបស់លោកទ្រីភិបដែលគេស្គាល់ថាបានកាប់បំផ្លាញព្រៃឈើនៅកម្ពុជានោះថាជាចំនួនស្របច្បាប់របាយការណ៍របស់ Global Witness ដែលចេញផ្សាយកាលពីពេលថ្មីៗនេះបញ្ជាក់ថាការរកស៊ីឈើរបស់លោកទ្រីភិបគឺបានប្រឆាំងពីអនុសញ្ញាស្តីពីការហាម5ក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិសត្វព្រៃនិងព្រៃឈើដែលជិតផុតពូជវិធានការការពារព្រៃឈើនៅកម្ពុជាមិនមែនជាលើកទី1ទេដែលលោកហ៊ុនសែនប្រកាសឲ្យបង្ក្រាបបទល្មើសព្រៃឈើលោកថែមទាំងបដិញ្ញាចិត្តថាលោកនឹងកាត់កលោកចេញបើសិនជាលោកការពារព្រៃឈើមិនបាននោះប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាលោកអ៊ុចលេងមានប្រសាសន៍ថារដ្ឋាភិបាលមិនអាចការពារព្រៃឈើនៅកម្ពុជាបានទេដោយសាររដ្ឋាភិបាលបានវិនិយោគឲ្យក្រុមហ៊ុនឯកជនជាអ្នកកាប់ព្រៃឈើដែលក្រុមឈ្មួញទាំងនោះកាប់ព្រៃឈើដោយសេរីលោកបញ្ជាក់ថាបច្ចុប្បន្ននេះគេដឹកឈើចេញតាមច្រកកំពង់ផែអន្តរជាតិកំពង់សោមក្នុងមួយខែចន្លោះពី900ទៅ1000កុងតឺន័រហើយក្រុមគូសារសម្ដេចជាសត្វគាត់ក៏ដឹងនៅអំពីការខាត់ទៅឈើដែរហើយដូចជាលើកផ្ទះហ៊ុនតូឬក៏នៅផ្ទះសម្ដេចជាដាំឈើជុំវិញមានតែគាត់ខ្លាញ់ដាំឈើដែរក៏សិនជាគាត់បំផ្លាញដាំឈើហាក់ដូចជាគាត់បំផ្លាញអាយុជីវិតខ្លួនឯងទៅអញ្ចឹងដែលអ្វីដែលឲ្យគាត់ទៅជាការពិចារណានិងចាត់វិធានការការពារទុកកាត់ដើមឈើឲ្យបានគង់វង្សផុត
ក្រៅពីនេះទៀតកន្លងមកមន្ត្រីបរិស្ថានតែងតែទទួលបានការប្រឹងផ្ដាល់នៅតុលាការនិងការគំរាមកំហែងពីក្រុមឈ្មួញកាប់ព្រៃឈើលើសពីនេះទៀតមានអ្នកកាសែតនិងសកម្មជនការពារព្រៃឈើដូចជាលោកឈុតវុធីជាដើមត្រូវបានគេបាញ់សម្លាប់អង្គការធ្វើការលើផ្នែកបរិស្ថាន Global Witness ដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានស្នើរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតទ្រព្យសម្បត្តិនិងការរកស៊ីឈើរបស់លោកអង្គញាត្រីភិបបន្ទាប់ពីអង្គការនេះបានរកឃើញថាលោកត្រីភិបជាអ្នករកស៊ីឈើខុសច្បាប់និងនាំចេញឈើជាច្រើនរយម៉ែត្រគីបក្នុងមួយថ្ងៃទៅក្រៅប្រទេសទាក់ទងនឹងបញ្ហានេះលោកអ៊ុចលេងអះអាងថាព្រៃឈើនៅកម្ពុជានឹងមានវាសនាបាត់បង់មិនខុសពីសហភាពអឺរ៉ុបនោះឡើយនៅពេលខាងមុខខ្ញុំទីនសាការីយ៉ាវិទ្យុអស៊ីសេរីពីទីក្រុងភ្នំពេញជាពាក់ព័ន្ធនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់ណារ៉ែនខេត្តកោះកុងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាគ្មានការអភិវឌ្ឍនៅតំបន់ណារ៉ែនទេនៅក្នុងអាណត្តិនេះការប្រកាសជាសាធារណៈនេះគឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីចាប់ខ្លួននិងបណ្ដេញសកម្មជនការពារនិងអភិរក្សតំបន់ណារ៉ែនគឺលោក Alexandro Gonzalez Davidson ចេញពីកម្ពុជារួចមកជាមន្ត្រីបណ្ដាញអង្គការចលនាមេដាធម្មជាតិសម្ដែងការពេញចិត្តចំពោះការលើកឡើងនោះក៏ប៉ុន្តែអះអាងថាយុវជនត្រូវចូលរួមការពារបរិស្ថាននៅតំបន់ណារ៉ែនដើម្បីរក្សាទុកឲ្យក្មេងជំនាន់ក្រោយចាសសូមស្ដាប់សេចក្តីរាយការណ៍របស់អ្នកនាងទេពសារាវីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងខេត្តកោះកុងទំនងជាទុកមួយអន្លើសិននៅពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថានឹងគ្មានការអភិវឌ្ឍនៅតំបន់នោះទេនៅក្នុងអាណត្តិនេះជាសារមួយរបស់លោកហ៊ុនសែនដែលធ្វើឲ្យអ្នកអភិរក្សនៅតំបន់អរ៉ែងសាទរបន្ទាប់ពីសកម្មជនបរទេសម្នាក់ដែលសកម្មនៅក្នុងការការពារបរិស្ថាននៅតំបន់អរ៉ែងត្រូវចាប់និងបណ្ដេញចេញពីកម្ពុជាកាលពីយប់ថ្ងៃទី23កុម្ភៈថ្លែងនៅក្នុងទិវាជាតិទីក្រុងស្អាតនៅថ្ងៃទី24កុម្ភៈលោកហ៊ុនសែនបញ្ជាក់ថាគម្រោងអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អរ៉ៃស្ថិតនៅក្នុងខេត្តកោះកុងដ៏ចម្រូងចម្រាសនោះនឹងមិនត្រូវធ្វើទេនៅក្នុងអាណត្តិនេះដោយរងចាំការសិក្សាបន្ថែមជាមុនសិនលោកបញ្ជាក់ថានៅក្នុងចិត្តរបស់លោកចង់រក្សាតំបន់នោះទុកឲ្យក្មេងជំនាន់ក្រោយជាអ្នកសម្រេចហើយខ្ញុំសូមបញ្ជាក់កុំនិយាយអរ៉ៃតទៅទៀតសិក្សាមើលឲ្យច្បាស់មើលហើយខ្ញុំមានគោលគំនិតថាទោះបីជាសិក្សាច្បាស់រឿងသွားយ៉ាងម៉េចពីនេះដល់ឆ្នាំ2018អត់មានទេអត់មានឲ្យទៅទេគំនិតរបស់ខ្ញុំចង់ទុកឲ្យក្មេងជាន់ក្រោយកុំឲ្យវាពិបាកពេកខ្ញុំគ្រាន់តែបញ្ជាក់ថាយើងបានគិតគូរថ្លឹងថ្លែងរវាងផលប្រយោជន៍ខាងសេដ្ឋកិច្ចជាមួយនឹងបញ្ហាបរិស្ថានមិនមែនខ្មែរមិនយល់ទេលោកហ៊ុនសែនក៏បានរិះគន់ចំឈ្មោះទៅលើលោកអាឡិចសកម្មជនការពារតំបន់អរ៉ែងដែលជាជនបរទេសស្រឡាញ់ខ្មែរជ្រុលហួសហេតុរហូតទៅរារាំងអាជ្ញាធរនិងមន្ត្រីជំនាញមិនឲ្យចុះទៅសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៅតំបន់នោះហួសហេតុពេកដល់ទៅហ៊ានចាប់មន្ត្រីឬក៏អ្នកមុខអ្នកការដែលគេទៅធ្វើការងារនៅកន្លែងហ្នឹងបើចង់បង្កើតអបគុំសូមអញ្ជើញដាក់មក M21 ដាក់ឯងឥឡូវតន់មានអាធុនថ្មីផងយ៉ាប់ពេកហ្មងអាមនុស្សមុនពេលចេញទៅគេថាឈប់ស្រឡាញ់អារ៉ែងទៅស្រឡាញ់អារ៉ែងអូខេគេស្រឡាញ់ទៅអារ៉ែងហ្នឹងលោកអាឡិចជាជនជាតិអេស្ប៉ាញត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីរសៀលថ្ងៃទី23កុម្ភៈនៅភោជនីយដ្ឋានមួយនៅក្នុងក្រុងភ្នំពេញក្រោមហេតុផលផុតកំណត់ទិដ្ឋាការបន្តរស់នៅក្នុងប្រទេសកម្ពុជាការចាប់ខ្លួននោះគឺធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងជាសាធារណៈព្រមានទៅអ្នកនយោបាយនិងមន្ត្រីអង្គការសង្គមស៊ីវិលកុំឲ្យលោកដៃទៅក្នុងករណីលោកអាឡិចនេះបន្តទៀតចំពោះការអវត្តមានរបស់លោកអាឡិចនេះអ្នកសម្របសម្រួលបណ្ដាញអង្គការចលនាមេដាធម្មជាតិយុវជនមេងហេងបញ្ជាក់ថាក្រុមយុវជនរបស់អង្គការនេះនឹងបន្តការអភិរក្សនៅក្នុងតំបន់អរ៉ៃនោះជាបន្តទៀតបើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាក់ថានឹងគ្មានការអភិវឌ្ឍនៅតំបន់នោះក៏ដោយចុះយើងជាយុវជនយើងសប្បាយចិត្តក្នុងយើងជាសកម្មជនការពារព្រៃឈើនិងគឺជាការលើកទឹកចិត្តមួយតែខ្ញុំនៅតែប្រាជ្ញាការពារតំបន់អរ៉ៃព្រោះថាសម្ដីដែលគាត់និយាយគឺខ្ញុំចាប់អារម្មណ៍ទុកឲ្យក្មេងជំនាន់ក្រោយការពារតំបន់អរ៉ៃស្ថិតនៅក្នុងតំបន់ព្រៃការពារភ្នំក្រវាញភាគកណ្ដាលដែលជាព្រៃក្រាស់ហើយធំជាងគេនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍តំបន់ព្រៃស្ដុកនេះមានទំហំ 460,000 ហិកតាដែលលាតសន្ធឹងកាត់ឃុំចំនួន3នៅក្នុងស្រុកថ្មបាំងខេត្តកោះកុងតំបន់នេះជាជំរករស់នៅដ៏សុខសាន្តរបស់ក្រុមជនជាតិភាគតិចជោដែលមានគ្នាជាង 1,300 នាក់ពួកគេប្រកបរបរចិញ្ចឹមជីវិតដោយការទាញយកអនុផលព្រៃឈើទៅតាមវប្បធម៌ប្រពៃណីនិងទំនៀមទម្លាប់តាំងពីដូនតាមកម្ល៉េះនៅទីនោះពោពេញទៅដោយភ្នៅខប់សពដូនតារបស់ពួកគេដែលភ្នៅទាំងនោះភាគច្រើនជាក្អមដែលគេដាក់នៅតាមជញ្ជាំងក្រហែងថ្ម
អ្នកស្រាវជ្រាវរកឃើញថាទំនប់វារីអគ្គិសនីនៅអារ៉ែងអាចផលិតអគ្គិសនីបានតែជាង60មេហ្គាវ៉ាត់នៅរដូវប្រាំងហើយជាង100មេហ្គាវ៉ាត់ប៉ុណ្ណោះនៅក្នុងរដូវវស្សានាងខ្ញុំទេពសុរាវីវិទ្យុអស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington ចាលោក Alexandro Gonzalez Davidson សកម្មជនដែលឈានមុខការពារតំបន់អារ៉ែងបញ្ជាក់ថាលោកជឿជាក់ខ្លាំងណាស់ចំពោះការបណ្ដេញរូបលោកចេញពីកម្ពុជាដែលជាអ្នកស្រឡាញ់ទឹកដីខ្មែរនិងខិតខំការពាររក្សាបរិស្ថានព្រៃឈើតើ Alex មានគម្រោងផែនការយ៉ាងដូចម្តេចនៅតំបន់អារ៉ែងចាសូមលោកនាងរងចាំស្ដាប់បទសម្ភាសន៍នេះពឺស្ដានាពេលបន្តិចទៀតនេះចានៅខេត្តកំពង់ឆ្នាំងឯនោះវិញប្រជាសហគមន៍ភ្នំបណ្ណន់នៅភូមិត្រពាំងមលូស្រុកទឹកផុសប្រមាណជា70នាក់ក្រុងដង្ហែញ៉ាត់ដាក់ជូនអភិបាលស្រុកដើម្បីឲ្យជួយទប់ស្កាត់នៅសកម្មភាពបំផ្លាញព្រៃឈើនិងដកហូតដីព្រៃសហគមន៍ដែលមន្ត្រីប៉ូលីសនិងបរិវត្តចំនួន11គ្រួសារកាប់រៀនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដើម្បីយកមកដាក់សហគមន៍វិញចាលោកចិនជាថារាយការណ៍ព័ត៌មាននេះការសម្រេចរបស់តំណាងនិងប្រជាសហគមន៍នេះគឺបន្ទាប់ពីពួកគាត់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំស្រុកនិងរដ្ឋបាលព្រៃឈើតាំងពីឆ្នាំ2009ដើម្បីឲ្យចាត់វិធានការលើអ្នកបំផ្លាញព្រៃសហគមន៍ប៉ុន្តែគ្មានលទ្ធផលក្រុមសហគមន៍នឹងដង្ហែញ៉ាត់ភ្ជាប់ស្នាមមេដៃចំនួន105ស្នាមមេដៃតាមរទេះគោយន្តចំនួន4គ្រឿងចេញពីភូមិត្រពាំងមលូឆ្ពោះទៅសាលាស្រុកទឹកផុសចម្ងាយប្រហែល18គីឡូម៉ែត្រប្រធានសហគមន៍ភ្នំបណ្ណន់លោកស៊ីវសែតថ្លែងនៅថ្ងៃទី24ខែកុម្ភៈថាការដង្ហែញ៉ាត់នឹងធ្វើនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2015ដោយមានមនុស្សចូលរួមយ៉ាងតិច70នាក់ហើយនៅលើរទេះនីមួយៗនឹងភ្ជាប់បដាពាក្យស្លោកទាក់ទងនឹងកិច្ចការពារនិងផលប្រយោជន៍របស់ព្រៃឈើលោកថាបច្ចុប្បន្នព្រៃសហគមន៍ភ្នំបណ្ណន់ទំហំជាង100ហិកតារងការកាប់បំផ្លាញខណៈអ្នកភូមិត្រពាំងមលូនៃឃុំក្រាំងស្គីចំនួន96គ្រួសារនាំគ្នាចូលទៅបោចវល្លិរកអុសរកអង្ក្រងនិងមើលគោជារៀងរាល់ថ្ងៃខ្ញុំពោរបស់ខ្ញុំគឺថាសូមឲ្យខាងស្ថាប័ននានាឬក៏ខាងវិទ្យុអស៊ីសេរីជួយផ្សព្វផ្សាយថាក្នុងសហគមន៍របស់ខ្ញុំកំពុងរងគ្រោះយ៉ាងខ្លាំងព្រោះតែជាពលរដ្ឋ11គ្រួសារនឹងចាប់យកដីនេះต้องទាមទារថាឲ្យបានមកជាសម្បត្តិរួមរបស់សហគមន៍វិញឆ្លើយតបបញ្ហានេះអភិបាលស្រុកទឹកផុសលោកមេងហាក់ថ្លែងបញ្ជាក់យ៉ាងខ្លីថាអាជ្ញាធរឃុំនិងស្រុកព្រមទាំងរដ្ឋបាលព្រៃឈើកំពុងចុះសិក្សាលើបញ្ហានេះប៉ុន្តែការដោះស្រាយនឹងចាប់ផ្ដើមនៅពេលណានោះលោកមិនអាចកំណត់បានឡើយតាមលោកដឹងអ្នកភូមិទាំង11គ្រួសារបានចូលទៅកាប់រៀនព្រៃនៅតំបន់ដែលសហគមន៍អះអាងថាជាដីព្រៃសហគមន៍នោះតាំងពីឆ្នាំ2009ព័ត៌មានហ្នឹងគឺជារឿងចាស់ពីយូរណាបងតាមដែលខ្ញុំស៊ើបសួរមិញទៅប្រជាពលរដ្ឋក៏នៅក្នុងហើយបច្ចុប្បន្ននេះខាងរដ្ឋបាលព្រៃឈើក៏ដូចជាអាជ្ញាធរឃុំហ្នឹងគាត់កំពុងតែធ្វើការបងកំពុងតែធ្វើការទៅតាមនីតិវិធីអញ្ចឹងវាអត់ទាន់បានចម្លើយថាសម្រាប់ថាម៉េចនៅឡើយទេនាយិកាអង្គការសកម្មភាពដើម្បីបរិស្ថាននិងសហគមន៍អ្នកស្រីសសាទថ្លែងគាំទ្រចំពោះគម្រោងដង្ហែញ៉ាត់របស់ក្រុមសហគមន៍នេះដោយលើកហេតុផលថាកន្លងទៅប្រជាសហគមន៍ដែលស្រឡាញ់ព្រៃឈើធនធានធម្មជាតិបានប្តឹងផ្ទាល់មាត់ឬដាក់ពាក្យបណ្ដឹងស្ងាត់ទៅអាជ្ញាធរពាក់ព័ន្ធតែងតែមិនទទួលបានលទ្ធផលប៉ុន្តែបើនាំគ្នាដង្ហែក្បួនបែបនេះអាចនឹងមានប្រសិទ្ធភាពខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងតំណាងរាជគណៈបក្សសង្គ្រោះជាតិលោកម៉ែនសថាវរិនបានផ្ញើលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភាលោកហេងសំរិនកាលពីថ្ងៃទី17ខែកុម្ភៈដើម្បីស្នើសុំដីស្រែចម្ការចែកជូនប្រជាពលរដ្ឋចំនួន136គ្រួសាររស់នៅក្នុងភូមិសែនសេរីឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំគឺនៅបន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរបណ្តេញចេញពីទីកន្លែងចាស់ចាលិខិតដដែលនោះបានបញ្ជូនបន្តទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី20ខែកុម្ភៈលោកម៉ែនសថាវរិនមានប្រសាសន៍បន្ថែមថារដ្ឋាភិបាលបានដកហូតដីជាច្រើនពាន់ហិកតាពីក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចនៅក្នុងខេត្តនេះហើយដែលលោករំពឹងថានឹងមានលទ្ធភាពដោះស្រាយដីធ្លីឲ្យប្រជាពលរដ្ឋបានឥឡូវនេះឃើញថាពួកខ្ញុំទៅសេពួកខ្ញុំធ្វើចុងក្រោយនេះឃើញថាច្រើនដងឃើញថាសម្ដេចនាយករដ្ឋមន្ត្រីឲ្យដីនៅខេត្តកំពង់ធំនឹងឃើញបានជិត10000ហិកតាមកវិញនៅសន្ទុកមានក្រុមហ៊ុន3ដែលឲ្យហើយនឹងនៅបារាយហើយនឹងនៅកណ្ដាលឲ្យមកវិញប៉ុន្តែខ្ញុំបាននិយាយនៅវេទិកាឲ្យសូមឲ្យអភិបាលស្រុកហ្នឹងចាត់ចែងរឿងនេះមែនតើព្រោះឲ្យដីមកឲ្យតែអ្នកដែលគាត់ខ្វះមែនតើកុំឲ្យដីទៅអ្នកណាដែលមានហើយ
ប្រជាប្រដ្ឋជិត140គ្រួសារនោះត្រូវបានអាជ្ញាធរខេត្តបណ្ដឹងចេញពីតំបន់បន្ទាយរងៀងកាលពីឆ្នាំ2009ដោយបានសន្យាថានឹងផ្ដល់ដីភូមិក្នុងមួយគ្រួសារទំហំ20 × 40 ម៉ែត្រនិងដីធ្វើស្រែចម្ការទំហំពី1 ទៅ 2 ហិកតាក៏ប៉ុន្តែរហូតមកដល់ពេលនេះពួកគេនៅមិនទាន់បានទទួលដីស្រែចម្ការនោះនៅឡើយទេហើយពួកគេកំពុងរស់នៅក្នុងជីវភាពក្រតោយៈចាលោកនាងជាទីមេត្រីតកតងនឹងបញ្ហាចំនួនដីធ្លីរ៉ាំរ៉ៃនៅខេត្តបរសៃអនុតំណាងប្រជាប្រដ្ឋជិត20សហគមន៍បានប្រមូលផ្ដុំគ្នាទាមទារឲ្យថ្នាក់ដឹកនាំខេត្តនេះពិនិត្យដោះស្រាយឲ្យបានឆាប់ដែលត្រូវឈ្មោះនឹងមន្ត្រីមានអំណាចប្រើប្រព័ន្ធតុលាការរំលោភយកដីប្រជាប្រដ្ឋនិងចាត់ម្ចាស់ដីដាក់ពន្ធនាគារជាបន្តបន្ទាប់ចាបញ្ហានេះអភិបាលរងខេត្តបរសៃអនុយល់ព្រមទទួលយកញត្តិរបស់តំណាងប្រដ្ឋទៅពិនិត្យហើយសន្យាឆ្លើយតបនៅពេលក្រោយចាប់ពីខេត្តបរសៃអនុលោកដានយុទ្ធជារាយការណ៍តំណាងប្រជាពលរដ្ឋមានទំនាស់ដីធ្លីចំនួន19សហគមន៍ដែលប្រមូលផ្ដុំគ្នានៅពីមុខសាលាខេត្តបរសៃអនុកាលពីព្រឹកថ្ងៃទី24ខែកុម្ភៈសរុបមានគ្នាប្រមាណ60នាក់ការតវ៉ាមានលើកបដានិងមានរូបថតលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងភរិយាគឺដើម្បីទាមទារឲ្យជួយសាររើឬដោះស្រាយទំនាស់ដីធ្លីដែលឈ្មោះនឹងមន្ត្រីមានអំណាចខុបខិតគ្នាដោយប្រើប្រព័ន្ធតុលាការដើម្បីគម្រាមប្លន់យកដីនិងចាប់ពលរដ្ឋម្ចាស់ដីដាក់គុកច្រវាក់តំណាងសហគមន៍ដីធ្លីអូត្រជាក់ចិត្តស្រុកស្ទឹងហាវលោកស្រីអឿនង៉ែតស្ថិតក្នុងចំណោមសហគមន៍ដីធ្លីទាំង19ផ្សេងទៀតបានអះអាងថាដីធ្លីពួកគាត់ចំនួន35គ្រួសារត្រូវឈ្មោះឬមន្ត្រីមានអំណាចបានខុបខិតជាមួយមន្ត្រីតាមមន្ទីរឬស្ថាប័នពាក់ព័ន្ធនិងតុលាការខេត្តបរសៃអនុរំលោភយកនិងចាប់កូនប្រុសរបស់ពួកគាត់ចំនួន2នាក់ដាក់ពន្ធនាគារនាពេលកន្លងទៅលោកស្រីបន្តថាដីមានទំនាស់ទាំង35គ្រួសារសរុបមានចំនួនប្រមាណ135ហិកតានិងមានទំនាស់ជាមួយក្រុមហ៊ុនឋានសួគ៌ហើយថាទំនាស់នេះបានកើតមានតាំងពីឆ្នាំ2010មកម្លេះនិងបានអូសបន្លាយរហូតមកដល់ពេលនេះហើយឈ្មោះនឹងមន្ត្រីមានអំណាចបានខុបខិតធ្វើប្លង់កម្មសិទ្ធិលើដីរបស់ពួកគាត់ស្ត្រីតំណាងពលរដ្ឋដីធ្លីរូបនេះបានសំណូមពរដល់ប្រមុខដឹកនាំឲ្យជួយអន្តរាគមន៍លើទំនាស់ដីធ្លីរបស់ពួកគាត់ទាំង35គ្រួសារដែលអ្នកមានអំណាចបានប្រើប្រព័ន្ធតុលាការរំលោភយកបាក់វេទនាកូនចៅអត់បានរៀនសូត្រអីទេក្រសត់អត់ឃ្លានណារស់ស៊ីកាច់ប្រាំងបេះតគួនបលិតបានមួយថ្ងៃហូបមួយថ្ងៃទេបងសូមឲ្យជួយដោះស្រាយឲ្យនាងខ្ញុំផងព្រោះអីនាងខ្ញុំក្រខ្សត់ណាស់មានដីស្រែមានដីភូមិទេខ្ញុំរស់នៅក្រោមទំនប់ទឹកប្រៃដែលខ្វះខាតជីវភាពបំផុតតំណាងពលរដ្ឋសហគមន៍កំពេញចាស់លោកស្រីហងចន្ទារស់នៅភូមិ1សង្កាត់3ក្រុងបរសៃអនុក៏បានលើកឡើងពីភាពមិនប្រក្រតីនៃការចេញប្លង់កម្មសិទ្ធិដីធ្លីរបស់មន្ត្រីពាក់ព័ន្ធខេត្តនេះជូនក្រុមហ៊ុននៅលើដីពួកគាត់ជាង20គ្រួសារថាមានអំពើពុករលួយករណីនេះលោកស្រីបានស្នើដល់ប្រមុខដឹកនាំឲ្យជួយបញ្ជូនមន្ត្រីឯករាជ្យចុះស៊ើបអង្កេតចំពោះការចេញប្លង់កម្មសិទ្ធិរំលោភដល់ដីរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តបរសៃអនុជាបន្ទាន់ពីបញ្ហារឿងប្លង់ប្រព័ន្ធដែលពួកខ្ញុំធ្វើការបដិសេធរួចហើយហេតុអីបានគេចេញប្លង់ទៅឲ្យក្រុមហ៊ុននោះទៀតអញ្ចឹងពួកខ្ញុំមិនទទួលយកបានទេប្លង់នោះដោយមិនមានការពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋដែលគាត់ទៅកាន់កាប់មុនដែលក្រុមហ៊ុនថៃម្ដងចូលមកអញ្ចឹងរឿងនេះពួកខ្ញុំមិនធ្វើការបដិសេធមិនទទួលស្គាល់ប្លង់នេះឡើយដោយសារការរំលោភសិទ្ធិលើពួកខ្ញុំប្លង់នេះគឺជាប្លង់នេះបើនិយាយទៅគឺការខុបខិតនេះជាប្រព័ន្ធតែម្ដងឆ្លើយតបបញ្ហានេះលោកស្រុនស្រន់អភិបាលរងខេត្តបរសៃអនុដែលបានអនុញ្ញាតឲ្យតំណាងពលរដ្ឋទាំង19សហគមន៍ចូលជួបពិភាក្សាលើបញ្ហាទំនាស់ដីធ្លីនាសាលប្រជុំសាលាខេត្តបរសៃអនុកាលពីព្រឹកថ្ងៃអង្គារទី24ខែកុម្ភៈលោកបានទទួលយកញត្តិពលរដ្ឋទៅពិនិត្យហើយបានសន្យាថានឹងឆ្លើយតបនៅពេលក្រោយប៉ុន្តែលោកសង្កត់ធ្ងន់ថាទំនាស់ដីធ្លីទាំងឡាយណាដែលស្ថិតនៅក្នុងដៃរបស់តុលាការគឺសាលាខេត្តគ្មានសិទ្ធិលូកដៃចូលទេការដែលឆ្លោះគ្នាជាមួយនឹងឯកជនហើយភាគីម្ខាងទៀតគឺមានបានកម្មសិទ្ធិអញ្ចឹងផ្លូវច្បាប់មិនអនុញ្ញាតឲ្យរដ្ឋបាលខេត្តនឹងយកដីដែលពាក់ព័ន្ធនឹងមានបានកម្មសិទ្ធិមកដោះស្រាយកើតទេអានេះមានតែស្ថាប័នតុលាការមួយគត់ដែលគាត់មានសមត្ថកិច្ចត្រូវពិនិត្យដោះស្រាយនេះបញ្ហាច្បាប់នៅកន្លែងហ្នឹងទាក់ទិនបញ្ហានេះលោកខុនសវៀនមន្ត្រីស៊ើបអង្កេតអង្គការលីកាដូខេត្តបរសៃអនុក៏បានបង្ហាញក្តីព្រួយបារម្ភចំពោះទំនាស់ដីធ្លីជិត20សហគមន៍ដែលបានកើតមានក្នុងខេត្តនេះលោកថាទំនាស់ខ្លះបានកើតមានជាង10ឆ្នាំកន្លងទៅហើយប៉ុន្តែស្ថាប័នពាក់ព័ន្ធខេត្តបរសៃអនុមិនទាន់ដោះស្រាយបញ្ចប់ចំនួនរ៉ាំរ៉ៃនេះជូនប្រជាពលរដ្ឋនៅឡើយទេជាងនេះលោកថាក៏បានឃើញសកម្មភាពប្រើប្រព័ន្ធតុលាការរបស់មន្ត្រីមានអំណាចឬឈ្មួញដើម្បីចាប់ពលរដ្ឋម្ចាស់ដីមួយចំនួនដែលហ៊ានចេញមុខតវ៉ាលើទំនាស់ដីធ្លីដាក់គុកច្រវាក់ជាបន្តបន្ទាប់រហូតមកដល់ពេលនេះប្រសិនបើតំណាងមានអភិបាលខេត្តជាដើមមិនព្រមដោះស្រាយឲ្យពួកគាត់ដូចជានៅកម្ពុជាចាស់គឺបងស្រីហងចិន្តានឹងដែលមានចំនួនដីធ្លីរបស់គាត់តាំងពីឆ្នាំ96មកដល់ឥឡូវនេះគឺជា19ឆ្នាំហើយអញ្ចឹងអត់ទាន់បានដោះស្រាយឲ្យទេយ៉ាងណាក៏ដោយតំណាង
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង19សហគមន៍នៅខេត្តព្រះសីហនុបានអះអាងថាបើអាជ្ញាធរខេត្តមិនដោះស្រាយទំនាស់ដីធ្លីជូនពួកគាត់ទេពួកគាត់នឹងមិនលះបង់ការតវ៉ាឡើយហើយបានព្រមានថាទៅថ្ងៃអនាគតក៏មានគម្រោងលើកគ្នាទៅតវ៉ាដល់មុខផ្ទះលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងស្ថាប័នកម្ពុជារបស់រដ្ឋាភិបាលនៅរាជធានីភ្នំពេញថែមទៀតដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុចាលោកនាងជាទីមេត្រីពីខេត្តព្រះវិហារមន្ត្រីសាលាខេត្តមួយរូបចោទប្រកាន់អភិបាលខេត្តថាបានប្រើអំណាចខុសច្បាប់បញ្ឈប់រូបគាត់ពីតួនាទីនិងការងាររាជការដោយសារតែគាត់ជាសកម្មជននយោបាយរបស់គណៈបក្សសង្គ្រោះជាតិចាលោកហងសាយុទ្ធរាយការណ៍ព័ត៌មាននេះមន្ត្រីការិយាល័យច្បាប់និងសុវត្ថិភាពសាធារណៈរបស់សាលាខេត្តព្រះវិហារមួយរូបប្រមានថាលោកនឹងធ្វើពាក្យបណ្ដឹងដាក់ទៅក្រសួងមហាផ្ទៃនៅពេលឆាប់ៗដើម្បីស្នើសុំឲ្យធ្វើអធិការកិច្ចទៅលើអភិបាលខេត្តនេះពាក់ព័ន្ធនឹងការប្រើអំណាចផ្ទាល់ខ្លួនខុសច្បាប់ការប្រមានបានធ្វើឡើងបន្ទាប់ពីមន្ត្រីសាលាខេត្តរូបនោះបានទទួលលិខិតដកហូតតួនាទីរបស់គាត់មកអតីតអនុប្រធានការិយាល័យកិច្ចការច្បាប់និងសុវត្ថិភាពសាធារណៈគឺលោកមេតពៅលោកអះអាងកាលពីល្ងាចថ្ងៃច័ន្ទទី23ខែកុម្ភៈថាលោកបានទទួលលិខិតជូនដំណឹងជំវិញការបញ្ចប់តួនាទីហើយរូបលោកក៏មិនអាចទទួលយកបានទេចំពោះអភិបាលខេត្តព្រះវិហារដែលសម្រេចបញ្ឈប់ក្របខ័ណ្ឌរបស់លោកពីមន្ត្រីរាជការខ្ញុំទៅធ្វើការជារៀងរាល់ថ្ងៃទៅសញ្ញាអវត្តមានតែតើមានលិខិតរបស់អភិបាលខេត្តហ្នឹងបញ្ឈប់ខ្ញុំពីការងាររាជការអភិបាលខេត្តក៏មានសិទ្ធិអីខ្ញុំមើលលិខិតហ្នឹងគាត់ឯណាបានប្រជុំក្រុមប្រឹក្សាសម្រាប់តាំងពីថ្ងៃ31ខែធ្នូតែគាត់ទៅឃើញឲ្យលិខិតហ្នឹងមកឲ្យខ្ញុំនៅថ្ងៃ23ខែកុម្ភៈហ្នឹងហើយការប្រជុំនេះខ្ញុំអត់មានមូលហេតុសោះលោកមេតពៅគឺជាសកម្មជននៃគណៈបក្សសង្គ្រោះជាតិមួយរូបយល់ឃើញថាការដែលអភិបាលខេត្តព្រះវិហារសម្រេចបញ្ឈប់តួនាទីរបស់លោកនោះទំនងជាការស្អប់ខាងនយោបាយទោះយ៉ាងណាវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារនិងលោកសុកហៃជានាយករដ្ឋបាលសាលាខេត្តដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានថាយ៉ាងណានៅឡើយទេចំណែកប្រធានស្ដីទីនៃគណៈបក្សសង្គ្រោះជាតិខេត្តព្រះវិហារលោកសុកណារៀនឲ្យដឹងថាលោកមេតពៅគឺជាគណៈកម្មការនយោបាយរបស់គណៈបក្សសង្គ្រោះជាតិនៅឯទីក្រុងភ្នំពេញនិងក៏ជាមន្ត្រីរាជការនៅសាលាខេត្តព្រះវិហារដែរលោកសុកណារៀនបញ្ជាក់ទៀតថាតាមលោកដឹងមិនមែនអភិបាលខេត្តចេញសេចក្តីសម្រេចបញ្ឈប់លោកមេតពៅពីក្របខ័ណ្ឌមន្ត្រីរាជការទេគឺគ្រាន់តែដកហូតតួនាទីពីអនុប្រធានការិយាល័យកិច្ចការច្បាប់និងសុវត្ថិភាពសាធារណៈឲ្យចុះឋានៈមកនៅជាមន្ត្រីធម្មតាប៉ុណ្ណោះទោះយ៉ាងណាលោកសុកណារៀនក៏យល់ថាការសម្រេចរបស់អភិបាលខេត្តព្រះវិហារទំនងជាការរើសអើងផ្នែកនយោបាយដែរអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកលោកឡាវច័ន្ទមានប្រសាសន៍ថាករណីនេះលោកគ្រាន់តែដឹងតាមរយៈការប្រាប់តាមទូរស័ព្ទប៉ុណ្ណោះគឺលោកមិនទាន់បានទទួលបណ្ដឹងជាលាយលក្ខណ៍អក្សរពីសម័យខ្លួននៅឡើយទេលោកឡាវច័ន្ទជំរុញឲ្យសម័យខ្លួនត្រូវដាក់ពាក្យបណ្ដឹងជាលាយលក្ខណ៍អក្សរជុំវិញរឿងនេះខ្ញុំជាគាត់ដោយសាររឿងគំនុំក៏ដូចជារឿងប្រកាន់និន្នាការនយោបាយលោកមេតពៅដោយសារទានអភ័យហើយបែរជាបណ្ដឹងគាត់ចេញនោះជាការរំលោភសិទ្ធិមនុស្សក៏ដូចជាការរំលោភសិទ្ធិការងារគាត់យ៉ាងធ្ងន់ធ្ងរពីព្រោះក្នុងនាមអភិបាលខេត្តគាត់ពុំមានសិទ្ធិបណ្ដឹងបុគ្គលណាម្នាក់ចេញពីមន្ត្រីរាជការបានទេនឹងវាត្រូវមានការប្រកាសចេញពីក្រសួងមកវិញសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តព្រះវិហារមានគម្រោងនឹងស៊ើបអង្កេតករណីនេះដើម្បីស្រាវជ្រាវឲ្យប្រកាសថាតើសកម្មជនគណៈបក្សសង្គ្រោះជាតិរូបនេះត្រូវអភិបាលខេត្តព្រះវិហារដែលមកពីគណៈបកប្រជាជនកម្ពុជាសម្រេចបញ្ឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការមែនឬក៏យ៉ាងណាខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបចានៅខេត្តបន្ទាយមានជ័យប្រធានក្រុមការងារគណៈបក្សសង្គ្រោះជាតិនៅសង្កាត់ប៉ោយប៉ែតកំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនការព្រួយបារម្ភនេះគឺកើតមាននៅបន្ទាប់ពីសមត្ថកិច្ចប៉ូលីសសង្កាត់បាននាំកម្លាំងទៅតាមរកសកម្មជនរូបនោះដល់ផ្ទះមិនជួបកាលពីថ្ងៃទី23ខែកុម្ភៈហើយបានគម្រាមកូនចៅដែលនៅក្នុងផ្ទះនោះចាលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍រឿងនេះសកម្មជនគណៈបកប្រឆាំងក្រុងប៉ោយប៉ែតហៅទង្វើរបស់សមត្ថកិច្ចប៉ូលីសមូលដ្ឋាននេះថាជាសកម្មភាពមួយធ្វើឡើងដើម្បីបំបាក់ស្មារតីអ្នកគាំទ្របកប្រឆាំងមិនឲ្យចូលរួមជាមួយប្រជាពលរដ្ឋតវ៉ាក្នុងមូលដ្ឋានប្រធានក្រុមការងារគណៈបកសង្គ្រោះជាតិសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោកអ៊ីវអឿនមានប្រសាសន៍នៅថ្ងៃទី24កុម្ភៈថាសមត្ថកិច្ចប៉ូលីសក្រុងប៉ោយប៉ែតមានគ្នាចំនួន5នាក់បានបើករថយន្តទៅដល់ផ្ទះរបស់លោកក្នុងគោលបំណងមិនល្អទេលោកថាគ្រានោះប៉ូលីស4នាក់បានចុះពីលើរថយន្តទៅរកលោកតែមិនជួប
ហើយបានទៅគម្រាមកូនដែលនៅក្នុងផ្ទះនោះវិញ ហើយគម្រាមកំហែងដល់កូនដែលចៅខ្ញុំនៅហ្នឹងហើយសម្រាប់ខ្ញុំហើយថ្ងៃម្សិលមិញនេះគឺគម្រាមទៅប្ររដ្ឋកតកម្មនៅព្រំទៅនឹងដែរតែកូនចៅខ្ញុំទៅមកមកយូរទៅស្អែកវាគម្រាមមកចាប់កូនខ្ញុំតែចាប់កូនខ្ញុំបានចេញខ្ញុំហើយខ្ញុំនៅអត់មានដល់នេះ ឆ្លើយតបនឹងបញ្ហានេះនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតលោកអឹមសុភារៈមានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់នេះថាជារឿងមិនពិតឡើយហើយបិទទូរស័ព្ទទៅវិញ ទោះជាយ៉ាងនេះក្តីមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកសុំច័ន្ទគាមានប្រសាសន៍ថាសមត្ថកិច្ចប៉ូលីសចូលផ្ទះប្រធានគណៈបកសង្គ្រោះជាតិសង្កាត់ប៉ោយប៉ែតដោយពុំមានការជូនដំណឹងនេះថាជាសកម្មភាពមួយបំផិតបំភ័យសកម្មជនការពារកុំឲ្យធ្វើសកម្មភាពតវ៉ាប្រឆាំងសមត្ថកិច្ចក្នុងមូលដ្ឋានតែយ៉ាងណាលោកថាកំពុងធ្វើការស៊ើបអង្កេតរកការពិតជុំវិញករណីនេះ ព្រោះថាសមត្ថកិច្ចបើសិនតែមានជាប់ពាក់ព័ន្ធទៅលើចំណុចណាមួយដែលមានការសង្ស័យគឺចេញលិខិតជាលេខអក្សរឲ្យច្បាស់លាស់លើកលែងតែបទល្មើសជាក់ស្ដែងមិនន័យថាដេញប្រផាត់ចាប់ប្រពីជននឹងបានប្រព្រឹត្តអញ្ចឹងជនត្រូវបានគេតាមប្រកិតប្រគេអញ្ចឹងគឺត្រូវបានគេទៅតាមអញ្ចឹងហើយប៉ុន្តែបើសិនតែមានកំភ្លើងមានអីផងហើយទៅអញ្ចឹងគឺយើងគិតថាជារឿងការមួយធ្វើឲ្យគាត់ព្រួយបារម្ភទៅលើសុខភាពផងទី1ទី2ទាក់ទងទៅលើគណៈបកនយោបាយវាហាក់ដូចជាចូលការគម្រាមកំហែងមួយទៅលើគណៈបកនយោបាយហើយ កាលពីថ្ងៃទី23កុម្ភៈកន្លងទៅប្រជាពលរដ្ឋនៅភូមិព្រៃព្រឹកបាននាំគ្នាតវ៉ាឲ្យចៅសង្កាត់ដកមេភូមិព្រៃព្រឹកចេញពីតំណែងសកម្មជនគណៈបកសង្គ្រោះជាតិមានមតិថាការតវ៉ារបស់ប្រជាពលរដ្ឋនេះអាចជាចំណុចមួយដែលសមត្ថកិច្ចមានការសង្ស័យមកលើខ្លួនហើយគំរាមកំហែងដល់សមាជិកក្នុងគ្រួសារសកម្មជនគណៈបកប្រឆាំងសម្ដែងការព្រួយបារម្ភអំពីសុវត្ថិភាពហើយអំពាវនាវឲ្យអង្គការសង្គមស៊ីវិលនិងមន្ត្រីពាក់ព័ន្ធធ្វើការស៊ើបអង្កេតដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួនជុំវិញករណីនេះខ្ញុំភូមិចម្រើនវិទ្យុ RCC ពីខេត្តបាត់ដំបង ចាលោកនាងយុតិមេត្រីចំណែកសកម្មជនគណៈបក្សសង្គ្រោះជាតិនៅឃុំចាងដើមខេត្តកំពង់ធំនៅវិញបានឲ្យដឹងថាគេនៅមិនទាន់ទទួលដំណឹងពីលទ្ធផលស៊ើបអង្កេតរបស់អាជ្ញាធរនៅឡើយទេលើឃាតកម្មភរិយារបស់ខ្លួនកាលពីខែមករាកន្លងមកនេះប៉ុន្តែអាជ្ញាធរបញ្ជាក់មកវិញថាគេនៅតែបន្តស្រាវជ្រាវរកជនដៃដល់ពីព្រោះនីតិវិធីស៊ើបសួរនៅមិនទាន់បានបញ្ចប់សូមស្ដាប់សេចក្តីរាយការណ៍របស់លោកសោតសុកប្រាថ្នាដូចតទៅ អស់រយៈពេលជាង1ខែមកហើយបន្ទាប់ពីមានអំពើឃាតកម្មលើអ្នកស្រីសៀងកំហូជាប្រពន្ធសកម្មជនគណៈបក្សសង្គ្រោះជាតិនៅឃុំចាងដើមគ្រួសារអ្នកស្រីគឺបានដាក់ពាក្យប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ប៉ុន្តែក្រុមគ្រួសារជនរងគ្រោះនៅមិនទាន់បានពន្លឺណាមួយពីសមត្ថកិច្ចនោះឡើយពលរដ្ឋនៅភូមិពនរាយដែលត្រូវជាប្តីអ្នកស្រីសៀងកំហូគឺលោកហ៊ូយឿនមានប្រសាសន៍ថាសំណុំរឿងឃាតកម្មលើប្រពន្ធរបស់លោកគឺស្ងាត់ដំណឹងសូន្យបើទោះបីជាគ្រួសារលោកបានដាក់ពាក្យប្តឹងទៅអាជ្ញាធរតាំងពីក្រោយកើតហេតុភ្លាមៗក៏ដោយលោកបន្តថាប្រសិនបើអាជ្ញាធរមិនអាចស្វែងរកជនល្មើសឃើញទេហើយស្ងាត់ដំណឹងបែបនេះគឺធ្វើឲ្យពួកលោកនៅមិនស្ងប់ចិត្តឡើយ ព្រោះវាអាយុជីវិតមនុស្សម្នាក់វារស់នៅក្នុងសង្គមវាដើម្បីសង្គមមួយវាសង្គមវាអត់ទទួលសោះចាំដូចសត្វធាតុអញ្ចឹងវាទៅជាណាទឹកកាយទៅវិញលោកចង់ឲ្យអាជ្ញាធរពន្លឿននីតិវិធីតាមស្វែងរកជនប្រព្រឹត្តយកមកផ្តន្ទាទោសតាមច្បាប់ពីព្រោះដើម្បីធានានូវភាពយុត្តិធម៌ជូនគ្រួសាររបស់លោកប្រពន្ធលោកហ៊ូយឿនគឺអ្នកស្រីសៀងកំហូអាយុ65ឆ្នាំត្រូវជន់មិនស្គាល់មុខចាក់សម្លាប់កាលពីយប់ថ្ងៃទី18មករាជាង10កាំបិតខណៈដែលអ្នកស្រីកំពុងសម្រាននៅផ្ទះជាមួយចៅៗតែតងការស្លាប់នោះនាយនគរបាលប៉ុស្តិ៍ឃុំចាងដើមលោកខៀងរិទ្ធិរតមានប្រសាសន៍ថាសំណុំរឿងនេះអាជ្ញាធរមូលដ្ឋានសហការជាមួយសមាជិកស្រុកនិងខេត្តដើម្បីបន្តស៊ើបអង្កេតប៉ុន្តែមិនទាន់អាចកំណត់បានមុខសញ្ញាយ៉ាងណាឡើយពីព្រោះនីតិវិធីសាកសួរមិនទាន់បញ្ចប់និងម្យ៉ាងអាជ្ញាធរពិបាកស្វែងរកប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងដើម្បីបំភ្លឺជុំវិញករណីឃាតកម្មនោះនៅកំណត់តបាននេះព្រោះគេកំពុងកែសួរភ្លឺជុំវិញអីនេះអស់រងហើយនេះសួរហើយសួរអ្នកទៅជុំវិញកន្លែងហេតុមួយណាដឹងរឿងមកបាទនាយនគរបាលប៉ុស្តិ៍រដែលសង្ស័យថាករណីឃាតកម្មលើប្រពន្ធសកម្មជនគណៈបក្សសង្គ្រោះជាតិអាចជារឿងគំនុំផ្ទាល់ខ្លួនបន្ថែមពីនេះអធិការនគរបាលស្រុកបារាយលោកស៊ុនខេនបញ្ជាក់ថាករណីឃាតកម្មនោះអាជ្ញាធរស្រុកសហការជាមួយមន្ត្រីជំនាញដើម្បីធ្វើការងារនេះដោយមិនបានបោះបង់ចោលឡើយប៉ុន្តែនីតិវិធីយ៉ាងណាលោកមិនអាចជម្រាបជូនបានទេ
ដោយឡែកមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ធំលោកញូងជំនឿនមានប្រសាសន៍ថាក្រៅពីដាក់ពាក្យប្តឹងទៅអាជ្ញាធរខាងអង្គការលីកាដូក៏បានដាក់ពាក្យប្តឹងទៅតុលាការតាមការស្នើសុំរបស់ជនរងគ្រោះដើម្បីឲ្យចាត់វិធានការបន្ថែមទៀតលោកបន្តថាការលើកឡើងរបស់សមាជិកគឺជារឿងត្រឹមត្រូវពីព្រោះជានីតិវិធីរបស់គេក្នុងការស្រាវជ្រាវនិងម្យ៉ាងគឺគ្មានសាក្សីណាម្នាក់ដែលអាចចង្អុលបង្ហាញមុខសញ្ញាឲ្យបានជាក់លាក់នោះទេទើបធ្វើឲ្យអាជ្ញាធរពិបាកពួកអីគេមិនបានដឹកទាំងបញ្ចប់រឿងហ្នឹងទេហើយការវិសេសរបស់គេដល់ដំណាក់កាលណាអីហ្នឹងគេមិនចាំបាច់ប្រាប់យើងទេគឺជាការងារផ្សេងៗរបស់គេការជួយរបស់គេណាជាទៅដល់ឲ្យកំណត់មុខសញ្ញាចាប់មុខសញ្ញាបានអីណាហ្នឹងជារឿងទេទីរបស់សមត្ថកិច្ចយ៉ាងណាខាងលោកនៅតែបន្តតាមដាននិងជំរុញអាជ្ញាធរនិងតុលាការយកចិត្តទុកដាក់លើសំណុំរឿងនេះបន្តទៀតលោកបន្ថែមថាចំណែកក្រុមគ្រួសារជនរងគ្រោះក៏បីអត់ធ្មត់រងចាំលទ្ធផលស្រាវជ្រាវរបស់អាជ្ញាធរបន្តិចសិនពីព្រោះអំឡុងពេលនេះជាដំណាក់កាលស៊ើបអង្កេតប៉ុន្តែប្រសិនបើការស៊ើបអង្កេតនោះយូរហួសហេតុពីនីតិវិធីនោះទើបសបញ្ជាក់ថាសមត្ថកិច្ចគឺមានឆន្ទៈបិទសំណុំរឿងមួយនេះខ្ញុំសូត្រសុខប្រាថ្នាវត្តជូអាស៊ីសេរីពីខេត្តកំពង់ចាមចាសាលាដំបងនៃសាលាក្តីខ្មែរក្រហមកាលពីថ្ងៃអង្គារម្សិលមិញបានបន្តស្ដាប់សក្ខីកម្មរបស់សាក្សីលើអង្គហេតុស្ដីពីអក្រកម្មដែលកើតឡើងនៅក្នុងគុកក្រាំងតាច័ន្ទក្នុងស្រុកត្រាំកក់ខេត្តតាកែវចាលោកលេងម៉ាលីរាយការណ៍អំពីរឿងនេះសាក្សីឈ្មោះផាន់ឆេនត្រូវបានសាលាដំបងនៃសាលាក្តីខ្មែរក្រហមក៏ហៅមកសួរដេញដោលទាក់ទងនឹងរឿងរ៉ាវសម្លាប់មនុស្សនៅគុកក្រាំងតាច័ន្ទក្នុងរបបខ្មែរក្រហមដែលមន្ត្រីរដ្ឋាភិបាលមួយរូបធ្លាប់អះអាងថាឈ្មោះឆេនជាអតីតប្រធានគុកក្រាំងតាច័ន្ទនោះសាក្សីផាន់ឆេនដែលមានវ័យ83ឆ្នាំបានជម្រាបអង្គជំនុំជម្រះសាលាដំបងនៅថ្ងៃទី24កុម្ភៈថាលោកមិនមានតួនាទីអ្វីនៅគុកក្រាំងតាច័ន្ទនោះទេគ្រាន់តែជាអ្នកផ្ដល់ស្បៀងទៅទីនោះក្នុងតួនាទីលោកជាមេឃុំផ្ទុយទៅវិញលោករៀបរាប់ឈ្មោះបុគ្គលមួយចំនួនផ្សេងទៀតថាជាកម្មាភិបាលនៅគុកក្រាំងតាច័ន្ទនោះឈ្មោះភីឈ្មោះអានឈ្មោះពេញឈ្មោះជេងឈ្មោះចអនតើលោកធ្លាប់ជាប្រធាននៅទីនោះដែរទេខ្ញុំអត់កាលពីថ្ងៃទី4កុម្ភៈសាក្សីជាដើមបណ្ដឹងរដ្ឋាភិបាលមួយរូបឈ្មោះសយសែនជម្រាបអង្គជំនុំជម្រះសាលាដំបងថាលោកឆេនគឺជាប្រធានគុកក្រាំងតាច័ន្ទមុនពេលតាអានមកធ្វើជាប្រធានលោកសយសែនបញ្ជាក់បន្ថែមថារូបលោកបានរស់រហូតមកដល់សប្តាហ៍ថ្ងៃក៏ដោយសារតែអតីតប្រធានគុកក្រាំងតាច័ន្ទឈ្មោះតាឆេនផ្ដាំផ្ញើនឹងប្រធានគុកថ្មីឲ្យទុកជីវិតលោកប្រធានទីមុនហ្នឹងគាត់បានផ្ដាំផ្ញើទៅគាត់ដូរទៅគាត់ផ្ដាំផ្ញើទៅអានថាវាទុកឲ្យវារស់ហ្នឹងវាមិនដឹងអីវាទេកូនហ្នឹងវាលេឥឡូវមិនដឹងអីទេហ្នឹងតែឆេនគាត់អ្នកផ្ដាំផ្ញើប្រធានទីចុងក្រោយហើយមកចុងបញ្ចប់ជាបច្ចុប្បន្នដល់ថ្ងៃនេះគាត់សូមរាប់អានខ្ញុំទុកជាកូនគាត់បច្ចុប្បន្នគាត់ជាប្រធានគុកក្រាំងច័ន្ទមុនគេឥឡូវគាត់ទៅនៅខាងលងវែងហ្នឹងគាត់បានទេទូរស័ព្ទមកខ្ញុំរហូតដែរថាទុកជាកូនបាទព្រោះគាត់អ្នកផ្ដាំផ្ញើទុកឲ្យរស់រៀនមានជីវិតនិយាយចឹងដែរសាក្សីផាន់ឆេនបានទទួលស្គាល់សក្ខីកម្មរបស់ដើមបណ្ដឹងរដ្ឋាភិបាលសយសែនប៉ុន្តែលោកថ្លែងថាលោកសយសែននៅក្មេងណាស់មិនដឹងពីការស្នើសុំឬការប្រស្រ័យទាក់ទងរបស់លោកទេសយសែនកាលនោះកូនក្មេងអាយុ12 13ឆ្នាំខ្ញុំបានមកពីកំពង់ស្ពឺមកឃើញប្រុសធ្លាប់រស់នៅជាមួយខ្ញុំកាលខ្ញុំនៅឃុំជាកូនក្មេងតូចខ្ញុំឃើញខ្ញុំអាណិតខ្ញុំចូលទៅសុំគេថាសុំឲ្យគ្នាមើលគូមើលក្បីទៅតែបានរស់រៀនមានជីវិតសយសែននេះរស់ដោយសារខ្ញុំសុំឲ្យចេញអញ្ចឹងការពិតសយសែនដែលបានទៅជួបចិត្តនឹងសំណួរឃើញខ្ញុំទៅសួរឯណាអត់មានទេកូនក្មេងតូចមកសពថ្ងៃវាទុកខ្ញុំជាឪពុកចិញ្ចឹមព្រោះនិន្នាការឪពុករបស់វាជាមេឃុំអតីតមេឃុំពីចំនួនសង្គមរាស្ត្រនិយមអង្គសែននៅតូចសយសែនអត់មានបានទៅដឹងហេតុភេទអីការរស់គឺដោយអំណាចខ្ញុំអាណិតអាសូរដែលវាធ្លាប់នៅជាមួយកាលខ្ញុំនៅឃុំវានៅតូចបានការផ្ដល់សក្ខីកម្មរបស់សាក្សីផាន់ឆេនលើអង្គហេតុនៅគុកក្រាំងតាច័ន្ទនៅមិនទាន់ចប់ទេហើយអង្គជំនុំជម្រះសាលាដំបងនឹងបន្តស្ដាប់សក្ខីកម្មរបស់លោកនៅថ្ងៃពុធទី25កុម្ភៈទៀតខ្ញុំលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់កម្មវិធីផ្សាយរបស់យើងជាបន្តនាពេលបន្តិចទៀតនេះចា
លោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានបទសម្ភាសន៍ជាមួយនឹងលោក Alexandro Gonzalez Davidson សកម្មជនការពារតំបន់ណារ៉ែងស្ដីពីផែនការរបស់លោកនៅបន្ទាប់ពីបានបណ្ដឹងចេញពីកម្ពុជានីតិសាស្ត្រនិងសង្គមនឹងអធិប្បាយជូនអំពីគោលចរិតនៃខ្នាតត្រៃជីវររបស់ព្រះសង្ឃពុទ្ធសាសនាហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់ចាសសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍និងបទសម្ភាសន៍ទាំងនេះជាបន្តបន្ទាប់ដោយមេត្រីបទសម្ភាសន៍ចាលោកអ្នកស្ដាប់ជាទីមេត្រីបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបណ្ដឹងចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះលោក Alexandro Gonzalez Davidson បានប្រាប់វិទ្យុអសីស្រីពីក្រៅប្រទេសមកថាលោកឈឺចិត្តខ្លាំងណាស់ចំពោះចំណាត់ការដ៏អយុត្តិធម៌របស់រដ្ឋាភិបាលលោកហ៊ុនសែនសកម្មជនឈិនមុខការពារតំបន់ណារ៉ែងជនជាតិអេស្ប៉ាញរូបនេះបញ្ជាក់ថាលោកគ្រាន់តែជាអ្នកការពារបរិស្ថានមួយរូបនិងមានទឹកចិត្តស្រឡាញ់ទឹកដីព្រៃភ្នំកម្ពុជាហើយដែលលោកតែងតែចាត់ទុកថាជាប្រទេសរបស់លោកទោះបីជាស្ថិតនៅក្រៅប្រទេសក៏ដោយអាឡិចបានបដិញ្ញាថានឹងនៅតែបន្តសកម្មភាពការពារតំបន់ណារ៉ែងដដែលហើយថានឹងកាន់តែពង្រីកសកម្មភាពការពារបរិស្ថានធម្មជាតិនៅតំបន់នេះឲ្យធំទូលាយជាងមុនចាសសូមអញ្ជើញលោកនាងស្ដាប់បទសម្ភាសន៍តាមទូរស័ព្ទរបស់លោកតាំងសារដាជាមួយនឹងលោកអាឡិចដែលមានសេចក្តីដូចតទៅបាទអាឡិចជំរាបសួរអាឡិចបាទបងជំរាបសួរតើឥឡូវនេះស្ថានភាពរស់នៅក្រៅប្រទេសរបស់អាឡិចហ្នឹងយ៉ាងណាហើយបាទឥឡូវនេះបាទខ្ញុំដូចជាអត់ទៅចេះនៅដោយសារខ្ញុំនៅខ្មែរតាំងពីអាយុ20ឆ្នាំរហូតដល់ឥឡូវនេះជាង13ឆ្នាំហើយនឹងក៏មានអារម្មណ៍ថានឹកទេខ្ញុំការមានដាក់ធម្មជាតិក៏ប៉ុន្តែខ្ញុំបានសម្រេចចិត្តលះបង់សិទ្ធិសេរីភាពរបស់ខ្ញុំនិងលះបង់អ្វីៗទាំងអស់ដើម្បីជួយការពារធម្មជាតិអញ្ចឹងវាគឺជាជំរឿនរបស់ខ្ញុំទោះបីជាជួយចាប់បណ្ណាក៏ថាអត់ទេខ្ញុំអត់មានជំរឿនទីទ្រាំហើយសុខភាពស្មារតីអីតើយ៉ាងម៉េចដែរឥឡូវហ្នឹងបាទអត់ទេតែต้องសុខភាពអត់ទេបាទអីពិបាកដែរដោយសារភ័យខ្លាចអំពីសុខភាពរបស់សមាជិកអ្នកដាធម្មជាតិដែលជាជនជាតិខ្មែរហើយនឹងយើងនឹងថាកន្លងមកហើយតែមានជនជាតិខ្មែរណាម្នាក់លោកដៃឬក៏ដឹកនាំចលនាណាមួយទោះបីជាចលនាអាងតាទៅដោយក៏មានផលខុសខើបំផុតពីរដ្ឋាភិបាលគេអាចសម្លាប់គេអាចដាក់ក្នុងវន្តមានគ្នាបាននេះគឺជាមូលហេតុដែលមានកន្លងមកនោះយើងតែតែចេញមុខហើយនឹងតែខ្លួនជាអ្នកដឹកនាំរបស់មានធម្មជាតិដើម្បីជៀសវាងពីបញ្ហាទៅលើសមាជិកជនជាតិខ្មែរឥឡូវអត់នៅខ្ញុំបារម្ភអំពីសុខភាពរបស់សមាជិកមានធម្មជាតិដែលនៅនៅកម្ពុជាបាទអាឡិចតើអាចប្រាប់បានទេនៅពេលសមត្ថកិច្ចកម្ពុជាចាប់លោកកាលពីថ្ងៃច័ន្ទហ្នឹងមុនពេលបញ្ជូនទៅក្រៅប្រទេសហ្នឹងតើមានសភាពយ៉ាងណាដែរអាឡិចបាទដូចថាដូចទេហើយនឹងខ្ញុំបារម្ភដែរដោយសារមុនគេចាប់ហ្នឹងមានអាជ្ញាធរការអភិវឌ្ឍម្នាក់ហ្នឹងគាត់លើកដាក់មានថាគាត់ឆ្លាញ់ខ្ញុំគាត់ឆ្លាញ់សកម្មភាពដែលយើងកំពុងតែធ្វើក៏តែបញ្ជាពីលេកម្ពុជាដូច្នេះគេអត់ហ៊ានជំទាស់ហើយនឹងនៅពេលដែលបន្តជាការអន្តរជាតិនៅទៅមុខយើងហោះទៅចំចោលហ្នឹងក៏គេប្រាក់មានថាអ្វីដែលយើងចូលកន្លងមកហ្នឹងគឺត្រឹមត្រូវ 100% ហើយនឹងការពារប្រៃឈើគេសរសើរទាំងអស់គ្នាក៏ប៉ុន្តែអ្នកណាអ្នកសរសើរឥឡូវចូលទាំងអស់ហើយចូលទាំងអស់ដំបូងគេអត់ទៅជិះដែរដោយសារពេលគេចាប់ខ្ញុំអត់យកប៉ាសពតទៅជាមួយណាខ្ញុំជិះប៉ាសពតជាមួយអង្គការសហប្រជាជាតិបាទពេលដំបូងគេដូចជាគម្រាមខ្លះដែរប៉ុន្តែពេលណាខ្ញុំមកផ្សាយពីមូលហេតុដែលពីប្រៃឈើមូលហេតុអីដែលយើងបានបង្កើតយុទ្ធនាការសម្បត្តិឬក៏ការពារតំបន់រ៉ែងកុំឲ្យគេជួបរីកាច់នេះគេស្ដាប់យីទៅគេសិក្សាហើយនឹងគេគ្រប់គ្រងរបស់យើងហើយនឹងគេបានសន្ទុះគេថាបញ្ជាលេអត់អាចសម្ដានទេចឹងគេក៏ធ្វើតាមនីតិវិធីហើយនឹងក៏គេបានសម្រេចចិត្តហាមខ្ញុំហើយនឹងក៏បានវាយប្រានៅក្នុងប៉ាសពតរបស់ខ្ញុំទាល់ដាក់ពាក្យហាមចូលនៅក្នុងប្រទេសកម្ពុជាបាទចឹងឥឡូវខ្ញុំប្រជាបានចូលក្នុងបញ្ជីខ្មៅមិនបានខែឬប្រហែលឆ្នាំទៀតបានអាចចូលប្រទេសខ្មែរបានបាទអាឡិចតើអាឡិចមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលរដ្ឋាភិបាលបណ្ដេញអាឡិចចេញពីកម្ពុជាណាអាឡិចបាទខ្ញុំគិតថាបាទជាកំហុសមួយដែលធ្ងន់ធ្ងរបំផុតរបស់រដ្ឋាភិបាលដោយសារខ្ញុំមិនមែនជា
មនុស្សបំផ្លាញជាតិខ្ញុំមិនមែនជាមនុស្សជួនយកគ្រឿងញៀនក៏ជួនយកអាវុធខ្ញុំជាមនុស្សដែលលងស្នេហ៍នឹងជាជនខ្មែរដែលជាជំនាញធម្មជាតិនៅប្រទេសខ្មែរហើយនឹងក៏បានចូលសកម្មភាពការពារប្រៃឈើកុំឲ្យគេបំផ្លាញហើយនឹងនៅពេលដែលរដ្ឋាភិបាលបានសម្រេចចិត្តបញ្ចេញnhânជនប្រទេសកម្ពុជាដែលសម្បត្តិជាប្រទេសរបស់ខ្ញុំក៏ថាជាសកម្មភាពមួយដែលខុសត្រង់ហើយនឹងក៏ពិតជាប៉ះពាល់ទៅលើកិត្តិយសនិងជាប្រយោជន៍របស់គណៈបកកណ្ដាលអំណាចក៏ដូចជារដ្ឋាភិបាលទាំងមូលបាទអាឡិចតើអាឡិចមានប្រតិកម្មយ៉ាងណាដែរចំពោះការអះអាងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកាលពីថ្ងៃអង្គារម្សិលមិញនេះលោកបានលើកឡើងថានឹងមិនអភិវឌ្ឍតំបន់អារ៉ៃរហូតដល់ឆ្នាំ2018នោះបាទបាទតែទៅខ្ញុំស្វាគមន៍នឹងក៏ពេញចិត្តដែរតែចឹងមកអ្វីដែលលោកហ៊ុនសែនបាននិយាយកាត់មែនខ្ញុំគិតថាអ្នកណាក៏សប្បាយចិត្តដែរហាក់បីជាគាត់បានផ្ដាប់នីតិរបស់ប្រជាជនខ្មែរហើយនឹងក៏ហាក់បីជាគាត់កំពុងតែពិចារណាហើយនឹងក៏យើងអាចមានសង្ឃឹមខ្លះៗដែរទាក់ទងនឹងនីតិរបស់យើងហាក់បីជាយើងបានជោគជ័យក៏ប៉ុន្តែអ្វីដែលលោកហ៊ុនសែនអត់ទាន់យល់គឺចំការថ្នាក់កណ្ដាលទៅថ្នាក់ជាតិទៅឲ្យថ្នាក់ជាតិទាំងជាឲ្យសិក្សាក៏ប៉ុន្តែថ្នាក់ស្រុកថ្នាក់ខេត្តថ្នាក់ឃុំនឹងគប់គិតគ្នាជាមួយក្រុមហ៊ុនគប់គិតគ្នាជាមួយវិហារជាមួយប៉ូលីសយកកណ្ដាស់ឬក៏យកអនុញ្ញាតទៅសិក្សាដើម្បីកាត់ព្រៃឈើឬក៏ដើម្បីរករាយខុសច្បាប់ជាជារឿងមួយដែលយើងគួរព្រួយបារម្ភបំផុតទី2យើងដឹងថាប្រទេសកម្ពុជាដែលនិយាយពីជំនាញធម្មជាតិកន្លែងណាក៏គេកំពុងតែបំផ្លាញនេះបាទអាឡិចបើទោះបីជាអាឡិចត្រូវបានរដ្ឋាភិបាលបណ្ដេញចេញពីកម្ពុជាទៅហើយក្តីហ្នឹងតើអាឡិចនឹងបន្តគិតគូរអំពីបញ្ហាតំបន់អារ៉ៃតទៅទៀតដែរទេបាទខ្ញុំតែពិតខ្ញុំបានប្រទេសកបកិច្ចនឹងអំណាចទាំងអស់ឲ្យមកចិត្តមេដារបស់ជាតិតាំងពីខែ1ឆ្នាំមុនខ្ញុំនិយាយថាតាំងពីពាក់ក្រោយឆ្នាំមុនរហូតដល់ឥឡូវនេះខ្ញុំអត់បានទៅអរ៉ែងទៀតហើយនឹងក៏សកម្មភាពទៅក៏ទូនាទីរបស់គឺមានតែផ្នែករដ្ឋបាលជាមួយនឹងទូនាទីអស្ចារ្យសំខាន់មួយជំនាញខ្ញុំនិយាយថាអាឡិចអត់នៅតំបន់អរ៉ែងក៏មិនជាបញ្ហាអីប្រហែលទេព្រោះយុវជនជាច្រើនដែលកំពុងបន្តការងារនិងបន្តយុទ្ធនាការយើងហើយនឹងក៏ការងាររបស់ខ្ញុំអាចបន្តពីកន្លែងណាក៏បានដែរអាចមានអ៊ីនធឺណិតអាចមានទូរស័ព្ទអាចតជាមួយគេបានអាចបន្តការងារបានហើយនឹងក៏យើងកំពុងតែធ្វើសកម្មភាពរបស់យើងឲ្យការពារព្រៃកោងកាងផងហើយនឹងយុទ្ធនាការទប់ស្កាត់កម្ពុជាបងខ្សាច់យកទៅលក់ឲ្យសិង្ហបុរីទៀតបាទអញ្ចឹងគឺវិជាយើងអាចជោគជ័យនៅតំបន់អរ៉ែងក៏សល់កន្លែងជាច្រើនដែលយើងមិនទាន់មានលទ្ធភាពការពារដែរអញ្ចឹងមានន័យថាយុទ្ធនាការរបស់យើងអាឡិចនៅខ្មែរឬក៏អាឡិចនៅក្រៅប្រទេសគឺអត់សំខាន់ទេសំខាន់ជាងគេយុទ្ធនាការរបស់យើងត្រូវតែបន្តទៅមុខទៀតខ្លាំងជាងមុនទៀតបាទអាឡិចជាចុងក្រោយតើអាឡិចមានអីផ្ដាំផ្ញើដល់អស់លោកអ្នកស្ដាប់របស់យើងដែរទេបាទខ្ញុំពិតជាជឿជាក់ណាស់ដែលត្រូវបានបណ្ដេញដោយអយុត្តិធម៌បំផុតពីប្រទេសខ្ញុំពីប្រទេសកម្ពុជាហើយនឹងក៏ពេញចិត្តបំផុតនៅពេលដែលឃើញបដកម្មខ្លាំងបំផុតពីប្រជាជនខ្មែររាប់លានអ្នកដែលកំពុងគ្រប់គ្រងអ្វីដែលខ្ញុំបានធ្វើហើយនឹងខ្ញុំពិតជាខ្មាស់ជំនឿខ្មែរហើយក៏ខ្ញុំសន្យាថានៅក្នុងពេលឆាប់នឹងត្រឡប់ទៅប្រទេសខ្មែរព្រោះប្រទេសខ្មែរជាប្រទេសខ្ញុំហើយនឹងខ្ញុំនឹងបន្តកម្មភាពការពារប្រៃឈើហើយនឹងមួយទៀតក៏គុំអស់សង្ឃឹមទៅចោះព្រោះប្រជាជនខ្មែរជាពិសេសយុវជនចាប់ផ្ដើមបំបត្តិភាពភ័យខ្លាចពីក្នុងខ្លួនដូច្នេះនៅក្នុងពេលឆាប់យើងនឹងចាប់ផ្ដើមមានយុទ្ធធម៌ពិតប្រាកដនៅក្នុងសង្គមហើយនឹងក៏យើងចាប់ផ្ដើមមានទឹកសេរីភាពទាំងអស់គ្នាបាទសូមអរគុណច្រើនលោកអាឡិចបាទអរគុណច្រើនជំរាបលាបាទចាលោកនាងកញ្ញាទៅបានស្ដាប់បទសម្ភាសន៍របស់លោកតាំងសារដាជាមួយនឹងលោក Alejandro Gonzalez Davidson ប្រធានអង្គការមេដាធម្មជាតិដែលរដ្ឋាភិបាលទីក្រុងភ្នំពេញទៅបានបណ្ដឹងចេញពីប្រទេសកម្ពុជាកាលពីយប់ថ្ងៃច័ន្ទទី23ខែកុម្ភៈតំបន់ព្រៃឈើអារ៉ែងខេត្តកោះកុងគឺជាតំបន់ព្រៃឈើចុងក្រោយនៅប្រទេសកម្ពុជាដែលសម្បូរធនធានធម្មជាតិព្រៃឈើសត្វព្រៃបន្ទាប់ពីតំបន់ព្រៃឡង់ត្រូវបានកាប់បំផ្លាញព្រៃឈើនិងការអភិវឌ្ឍរបស់ក្រុមហ៊ុនឯកជនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលប្រជាសហគមន៍និងអង្គការសង្គមស៊ីវិលព្រួយបារម្ភខ្លាចវាសនារបស់តំបន់អារ៉ែងត្រូវហិនហោចធនធានធម្មជាតិដូចនៅតំបន់ដទៃទៀតបាទសូមអញ្ជើញលោកនាងរងចាំស្ដាប់វេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីស្ដីពីការការពារធនធានធម្មជាតិនិងបរិស្ថាននៅតំបន់អារ៉ែងនៅយប់ថ្ងៃពុធទី25កុម្ភៈចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះយប់កម្មវិធីនេះខ្ញុំបាទធីនសាការីយ៉ាជាអ្នកសម្របសម្រួលសូមអរគុណ
លោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington ប្រសិនបើលោកនាងកញ្ញាមានសំណួរយោបល់ឬមួយក៏ចង់ផ្ដល់ព័ត៌មានផ្សេងៗសូមអញ្ជើញសរសេរមកកាន់យើងខ្ញុំដោយការក្នុងសំបុត្រដាក់ថាវិទ្យុអស៊ីសេរីប្រាប់សម្បត្តិប្រេសនីលេខ816ក្រុងភ្នំពេញចំពោះលោកនាងដែលប្រើអ៊ីមែលសូមប្រើអាសយដ្ឋានខ្មែរ@rfa.org ឬមួយទូរស័ព្ទមកកាន់លេខ012 811 911ចាសសូមអរគុណនេតិសាសនានិងសង្គមលក្ខណៈពិសេសមួយនៃត្រៃជីវររបស់ភិក្ខុសង្ឃក្នុងព្រះពុទ្ធសាសនាដែលរួមមានស្បង់ជីពោសង្ខារដីគឺជាក្រណាត់សំពត់លាតសាមញ្ញមិនមានការតុបតែងលម្អដែលបច្ចៈដិនអ្វីឡើយរីឯសាច់សំពត់វិញគឺបានមកពីការតបាញរវៃសរសៃរុក្ខជាតិនិងរោមសត្វមួយចំនួនដែលជៀសវាងការប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វលក្ខណៈពិសេសមួយទៀតគឺស្បង់ស្បែកត្រីជីវរមានការកំណត់នៅຂະຫນាតកាត់ដេរដែលខុសប្លែកពីសម្លៀកបំពាក់មនុស្សផងទាំងពួងចាសសូមស្ដាប់សេចក្តីអធិប្បាយអំពីលក្ខណៈពិសេសនៃការកាត់ដេរគ្រឿងក្រាលក្រងរបស់ភិក្ខុសង្ឃដែលរៀបរៀងជូនដោយអ្នកនាងកេសររណយាសួស្តីលោកនាងកញ្ញាជាទីមេត្រីគោលចារឹកនៃសម្ពុតការសាវវពស់សម្រាប់បព្វជិតក្នុងពុទ្ធសាសនាទ្រទ្រង់ក្រាលគ្រងគឺត្រូវកាត់ផ្ដាច់ហើយទើបដេរភ្ជាប់គ្នាវិញប្រកបដោយលក្ខណៈពិសេសមានផ្ទាំងឬខណ្ឌមណ្ឌលឬកន្សែងតូចធំនិងជាយព័ទ្ធជុំវិញដែលហៅថាអនុវាតឬកុសិរីឯធ្នេភ្ជាប់កំណាត់សម្ពុតផ្ទាំងតូចធំទាំងអស់ឲ្យคล้ายទៅជាត្រៃជីវរត្រូវតែដេរធ្នេមូលតាមពុទ្ធបញ្ញត្តិសម្ពុតត្រៃជីវរមាន4យ៉ាងគឺទី1ជាចីវរដែលធ្វើដោយសម្ពុត5ផ្ទាំងហៅថាចីវរៈបញ្ចខណ្ឌប្រភេទទី2គឺចីវរធ្វើដោយសម្ពុត7ផ្ទាំងហៅថាចីវរៈសត្តខណ្ឌចីវរប្រភេទទី3ធ្វើដោយសម្ពុត9ផ្ទាំងហៅថាចីវរៈនវខណ្ឌរីឯប្រភេទទី4គឺចីវរធ្វើដោយសម្ពុត11ផ្ទាំងហៅថាចីវរៈឯកាទសខណ្ឌក្នុងផ្ទាំងនីមួយៗគឺមាន2កន្សែងតូចមួយធំមួយសេចក្តីក្នុងឯកសារគម្ពីរដីកាផ្នែកពុទ្ធសាសនាក៏ត្រាថាចីវរដែលកាត់ដាច់ជាកំណាត់ហើយដេរភ្ជាប់គ្នាវិញនេះទើបសមគួរដល់ភេទសាមណៈជាបព្វជិតអ្នកបួសទ្រទ្រង់តាមពុទ្ធានុញ្ញាតចានេះគឺជាសេចក្តីអធិប្បាយរបស់ភិក្ខុប្រញានកោសលយ៉ងស៊ីងយៀតសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនៅទីក្រុងភ្នំពេញចំពោះហេតុផលចម្បងមួយនៃពុទ្ធបញ្ញត្តិនេះសារៈសំខាន់ប្រសងអ្នកបួសគឺជាអ្នកស្ម័គ្រចិត្តរស់នៅដោយការលះបង់ក្នុងព្រះវិន័យគ្រប់សិក្ខាបទទាំងអស់គឺឲ្យប្រសងលះទាំងអស់ហើយព្រះអង្គប្រកាសសម្ដែងប្រាប់ភិក្ខុសង្ឃថាព្រះអង្គមានទ្រព្យទឹកនេះមានបាតសង្កដីហើយនឹងជីវរស្បង់ជីវរហ្នឹងមួយត្រៃហ្នឹងមួយ3ហ្នឹងសូម្បីតែរបស់ដែលថាជាប់នឹងខ្លួនហ្នឹងក៏មិនឲ្យជាប់ជំពាក់ថារឿងហ្នឹងវាល្អវាស្អាតទេព្រោះព្រះអង្គបានប្រៀបភិក្ខុសង្ឃហ្នឹងទៅដូចជាសត្វដែលមានស្លាបតែពីរទេអត់អាចមានរបស់អ្វីច្រើនទេហើយរបស់ដែលមានហ្នឹងគឺមិនឲ្យមានតម្លៃទៅទៀតចង់និយាយថាមិនឲ្យសង្គមគេមើលថារបស់ហ្នឹងវាថ្លៃអីចឹងទេមិនចង់ឲ្យលុយឆាយចឹងបានឲ្យកាត់ហ្នឹងតាមន័យសម្ពុតកាសាវពស់សម្រាប់ភិក្ខុក្នុងពុទ្ធសាសនាក្រងជានិច្ចរួមមាន3ផ្ទាំងគឺស្បង់ចីពោសង្ឃេដីដែលហៅថាត្រៃជីវរចំពោះចីពោមានឈ្មោះមួយទៀតហៅថាឧត្តរាសង្ឃៈរីឯស្បង់វិញអាចហៅម្យ៉ាងទៀតថាអន្តរវាសិកៈដែលជាភាសាបាលីសំស្ក្រឹតលោកបណ្ឌិតសួនឱសថសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនិងជាជំនួយការស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជាបញ្ជាក់តាក់ទងនឹងពុទ្ធបញ្ញត្តិស្ដីពីការកំណត់ຂະຫນាតចីវរនិងសង្ឃេដីដែលមានទំហំតូចបំផុតសមគួរដល់ការទ្រទ្រង់របស់ភិក្ខុសង្ឃຂະຫນាតសង្ឃដីឬក៏ຂະຫນាតឧត្តរាសង្ឃៈនឹងក្តីគឺថាមានຂະຫນាតតូចធំជាងឲ្យលោកបានបញ្ជាក់ថាបណ្ដោយ5ហត្ថ
បាទ5ហាត់ក្តាប់មិន5ហាត់លាទេហើយទៅទឹងនោះ3ហាត់ក្តាប់បាទបើសិនជាភិក្ខុថាលោកមានកម្ពស់ខ្ពស់គឺថាតាមអត្ថកថាបញ្យល់គឺថាឲ្យយកហាត់លោកផ្ទាល់តែម្ដងធ្វើជាខ្នាតបាទហើយបើភិក្ខុនោះមានកម្ពស់ទៀតក៏យកហាត់របស់លោកនឹងធ្វើជាខ្នាតដែរដើម្បីឲ្យសមគួរបាទចំពោះខ្នាតស្បង់ឬអន្តរវាសិកៈវិញគឺតូចបំផុតត្រូវមានបណ្ដោយ5ហាត់ក្តាប់ដៃគឺស្មើនឹង4ហាត់មួយគក់ហើយទទឹងមានប្រវែង2ហាត់ចំណែកទំហំចីវរដែលធំបំផុតគឺត្រូវតែតូចជាងចីវររបស់ព្រះសុគតពោលគឺព្រះសម្មាសម្ពុទ្ធទើបភិក្ខុអាចក្រាលគ្រងបានមិនមានទោសអាបត្តិសេចក្តីក្នុងសៀវភៅទានកថារៀបរៀងដោយលោកអាចារ្យហែមជីវនៃសាលាបាលីជាន់ខ្ពស់ក្រុងភ្នំពេញក្នុងឆ្នាំ1939អធិប្បាយដកស្រង់ពីព្រះអដ្ឋកថាចារ្យដោយសេចក្តីថាខ្នាតចីពរសង្ឃេដីព្រះសុគតបណ្ដោយ9ចំអាមទទឹង6ចំអាមដោយចំអាមព្រះសុគតបើគិតជាហាត់ជាងឈើស្មើនឹងបណ្ដោយ13ហាត់1ចំអាមទទឹង9ហាត់ចាចំពោះកហបតីចីវរដែលសប្តាហ៍នេះគេកាត់ដេរស្រេចស្រាប់ហើយពលរដ្ឋពុទ្ធបរិស័ទទិញជាវយកទៅវេរប្រគេនចំពោះភិក្ខុសង្ឃប្រសិនបើត្រៃចីវរទាំង3នេះកាត់ដេរមិនត្រឹមត្រូវតាមក្បួនខ្នាតដោយប្រការណាមួយតើព្រះសង្ឃអាចទទួលក្រាលគ្រងបានដែរឬយ៉ាងណាចានេះគឺជាការអធិប្បាយរបស់បណ្ឌិតសួនឱសថចំពោះសំណួរនេះបើសិនជាសម្ពុតហ្នឹងមិនត្រូវខ្នាតទេជីវរហ្នឹងវាធំឬតូចជាងខ្នាតដែលបានលើកឡើងខាងដើមហ្នឹងបណ្ដោយ5ហាត់ទៅទឹង3ហាត់ហ្នឹងបានន័យថាជីវរហ្នឹងគឺថាមានតែទៅទឹង2ហាត់ឬក៏បណ្ដោយនឹង3ហាត់អីចឹងមិនគ្រប់គ្រាន់មិនត្រឹមត្រូវគឺថាมันអាចឡើងទៅជីវរទេភិក្ខុត្រូវអធិដ្ឋានជាបរិខារទៅឲ្យប្រើប្រាស់បានន័យថាកុំអធិដ្ឋានឲ្យចេញជាសង្ឃក្តីកុំអធិដ្ឋានជាឧត្តរសង្ឃៈឬកុំអធិដ្ឋានទៅជាអន្តរវាសិកៈគឺអធិដ្ឋានទៅជាបរិខារវិញចាទោះបីជាមានបញ្ញត្តិយ៉ាងនេះក្តីប៉ុន្តែមានសេចក្តីអធិប្បាយអំពីពុទ្ធានុញ្ញាតបន្ធូរបន្ថយវិន័យក្នុងករណីដែលខ្វះក្រណាត់លៃកាត់ឲ្យដាច់ទាំង3មិនបានទីនោះគឺភិក្ខុអាចជ្រើសរើសកាត់ផ្ដាច់ហើយដេរធ្វើជាសម្ពុតចីវរណាមួយឲ្យបានត្រឹមត្រូវតាមខ្នាតកំណត់ប៉ុន្តែមិនត្រូវខានកាត់ផ្ដាច់ត្រៃចីវរទាំង3នោះឡើយបើមិនដូច្នោះទេភិក្ខុក្រាលគ្រងចីវរមិនកាត់ផ្ដាច់ទាំង3គឺនឹងត្រូវមានទោសអាបត្តិម្យ៉ាងទៀតក្នុងចំណោមត្រៃចីវរទាំង3នេះជាទូទៅសង្ឃេដីគឺជាសម្ពុតដែលមានទំហំធំហើយក្រាស់ជាងគេភិក្ខុមេតារខិតោឆនម៉ៃមេតាគង់នៅវត្តនិក្រូធវ័នរាជធានីភ្នំពេញមានថេរដីកាពន្យល់អំពីហេតុផលនៃពុទ្ធានុញ្ញាតដល់ភិក្ខុសង្ឃឲ្យធ្វើសង្ឃេដីដោយផ្អបកំណាត់សម្ពុត2ជាន់ឬ4ជាន់ដើម្បីឲ្យបានក្រាស់ជាងស្បង់និងចីពរពេលដែលព្រះអង្គអនុញ្ញាតឲ្យមានសង្ឃេដី4ជាន់ហ្នឹងគឺសំដៅទៅលើរដូវខ្លះវាត្រជាក់ខ្លាំងអញ្ចឹងព្រះអង្គឲ្យប្រើសង្ឃេដី4ជាន់ហ្នឹងដើម្បីការពារត្រជាក់បាទពិធដណ្ដប់ឬក៏ក្រាលសង្ឃេដី4ជាន់ហ្នឹងគឺសម្ពុតមួយផ្ទាំងប៉ុន្តែមាន4ជាន់ន័យថាជាងកាត់4ជាន់ហើយដេកជាប់គ្នាហ្នឹងហៅថាសម្ពុតសង្ឃេដី4ជាន់មូលហេតុមួយទៀតគឺក្នុងករណីក្រណាត់សម្ពុតចាស់ចាស់ដែលភិក្ខុបានមកដោយសារបាំងសកលពីក្នុងព្រៃស្មាសានជាដើមនោះព្រះសម្មាសម្ពុទ្ធទ្រង់អនុញ្ញាតឲ្យធ្វើសង្ឃេដី4ជាន់ហើយចំណែកចីវរនិងស្បង់ត្រូវដេរ2ជាន់ដើម្បីឲ្យប្រើជាប់បានយូរចំពោះករណីដែលក្រណាត់សម្ពុតថ្មីវិញជាទូទៅសង្ឃេដីគឺកាត់ដេរផ្អបក្រណាត់សម្ពុត2ជាន់រីឯចីវរនិងស្បង់គឺមានតែ1ជាន់ដូចគ្នាប៉ុន្តែជាទូទៅត្រៃចីវរទាំង3នេះនៅត្រង់ផ្ទាំងអនុវាតឬកុសិដែលជាជាយព័ទ្ធជុំវិញនៅត្រង់ផ្ទាំងជាទីដែលរុំកហើយនឹងនៅត្រង់ផ្ទាំងដែលជាទីគ្របស្មងជើងទាំងគូព្រះសម្មាសម្ពុទ្ធបង្គាប់ឲ្យភិក្ខុដេរផ្អបប៉ះថែមកំណាត់សម្ពុតឲ្យបានពី2ទៅ3ជាន់ឬមួយក៏លើសពីនេះក៏បានដើម្បីឲ្យរឹងមាំជាប់បានយូរដោយហេតុត្បិតទីទាំង3អន្លើនេះឆាប់រិចដាច់ដាចជាងទីដទៃទៀតនាងខ្ញុំគិសារនីយ៉ាវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington ចាលោកនាងកញ្ញាជាទីមេត្រីត្រៃជីវរដែលជាគ្រឿងស្លៀកដណ្ដប់របស់ភិក្ខុសង្ឃមាន3ផ្ទាំងរួមមានស្បង់ជីពរនិងសង្ខាដីស្បង់គឺជាសម្ពុតសម្រាប់គ្របដណ្ដប់រាងកាយ
ពាន់ត្រឹមចង្កេះចុះទៅក្រោមរីឯជាពោវិញគឺជាសម្ពុតក្រងនៅផ្នែកខាងលើពាក់គ្របលើស្មាទាំងពីរឬក៏ឃ្លុំឈៀងចំណែកសង្ខាដីវិញគឺជាសម្ពុតមួយផ្ទាំងដែលមានទំហំធំជាងគេសម្រាប់ឃ្លុំបន្ថែមពីលើជាពោនិងអាចប្រើជាភួយសម្រាប់ដណ្ដប់ការពារធាតុអាកាសត្រជាក់ចាសសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីអធិប្បាយអំពីប្រវត្តិដើមនៃបទបញ្ញត្តិខ្នាតសម្ពុតជីវរទាំង3នេះនៅក្នុងការផ្សាយរបស់យើងនាពេលក្រោយចាសជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាប្រទេសអ្នកមានមិនអាចមើលងាយប្រទេសអ្នកក្របានទេយ៉ាងលោកហ៊ុនសែនបានបញ្ជាក់នៅចំពោះមុខឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាគឺលោកហ្សង់ហ្វ្រង់ស៊ួកូតាំងថាកម្ពុជាមិនយកគំរូតាមប្រទេសក្នុងសហភាពអឺរ៉ុបដែលកាប់ព្រៃឈើអស់នោះទេចំពោះការលើកឡើងនេះមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការការពារបរិស្ថានលើកឡើងថាកម្ពុជានឹងមានវាសនាហិនហោចព្រៃឈើដូចជាសហភាពអឺរ៉ុបនាពេលខាងមុខពាក់ព័ន្ធនឹងការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អរ៉ែងខេត្តកោះកុងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសថាគ្មានការអភិវឌ្ឍតំបន់អរ៉ែងទេនៅក្នុងអាណត្តិនេះការប្រកាសជាសាធារណៈនេះគឺធ្វើឡើងមួយថ្ងៃបន្ទាប់ពីចាប់ខ្លួននិងបណ្ដេញសកម្មជនការពារនិងអភិរក្សតំបន់អរ៉ែងគឺលោក Alexandro Gonzalez Davidson ចេញពីកម្ពុជារួចមកមន្ត្រីបណ្ដាញអង្គការចលនាមេដាធម្មជាតិសម្ដែងការពេញចិត្តចំពោះការលើកឡើងនោះក៏ប៉ុន្តែអះអាងថាយុវជនត្រូវចូលរួមការពារបរិស្ថាននៅតំបន់អរ៉ែងដើម្បីរក្សាទុកឲ្យក្មេងជំនាន់ក្រោយនៅខេត្តកំពង់ឆ្នាំងឯនោះវិញប្រជាសហគមន៍ភ្នំបានណន់នៅភូមិត្រពាំងមលូស្រុកទឹកផុសប្រមាណជា70នាក់ក្រុងដង្ហែញ៉ាត់ដាក់ជូនអភិបាលស្រុកដើម្បីឲ្យជួយទប់ស្កាត់នៅសកម្មភាពបំផ្លាញព្រៃឈើនិងដកហូតដីព្រៃសហគមន៍ដែលមន្ត្រីប៉ូលីសនិងបរដ្ឋចំនួន11គ្រួសារកាប់រៀនធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនមកដាក់សហគមន៍វិញតំណាងរាជគណៈបកសង្គ្រោះជាតិលោកម៉ែនសថាបរិនបានផ្ញើលិខិតមួយច្បាប់ទៅប្រធានរដ្ឋសភាលោកហេងសំរិនកាលពីថ្ងៃទី17ខែកុម្ភៈដើម្បីស្នើសុំដីស្រែចម្ការចែកជូនប្រជាពលរដ្ឋចំនួន136គ្រួសារនៅភូមិសែនសេរីឃុំក្រយាស្រុកសន្ទុកខេត្តកំពង់ធំប្រជាពលរដ្ឋជិត140គ្រួសារនោះត្រូវបានអាជ្ញាធរខេត្តបណ្តេញចេញពីតំបន់បន្ទាយរងៀងកាលពីឆ្នាំ2009ដោយសន្យាថានឹងផ្ដល់ដីភូមិក្នុងមួយគ្រួសារទំហំ20គុណ40ម៉ែត្រនិងដីធ្វើស្រែចម្ការទំហំពី1ទៅ2ហិកតាប៉ុន្តែមកដល់ពេលនេះពួកគេនៅមិនទាន់បានទទួលដីស្រែចម្ការនោះនៅឡើយទេហើយពួកគេកំពុងរស់នៅក្នុងជីវភាពក្រតៅយ៉ាតកតងនឹងបញ្ហាចំនួនដីធ្លីរ៉ាំរ៉ៃនៅខេត្តបរសៃអនុតំណាងប្រជាពលរដ្ឋជិត20សហគមន៍បានប្រមូលផ្ដុំគ្នាទាមទារថ្នាក់ដឹកនាំខេត្តនេះពិនិត្យដោះស្រាយឲ្យបានឆាប់ហើយដែលត្រូវឈ្មោះនឹងមន្ត្រីមានអំណាចប្រើប្រព័ន្ធតុលាការរំលោភយកដីប្រជាពលរដ្ឋហើយនឹងចាប់ម្ចាស់ដីដាក់ពន្ធនាគារជាបន្តបន្ទាប់จากបញ្ហានេះអភិបាលរងខេត្តបរសៃអនុបានយល់ព្រមទទួលយកញត្តិរបស់តំណាងបរដ្ឋទៅពិនិត្យហើយសន្យាឆ្លើយតបនៅពេលក្រោយចានៅខេត្តបន្ទាយមានជ័យឯនោះវិញប្រធានក្រុមការងារគណៈបក្សប្រជាជាតិនៅសង្កាត់ប៉ោយប៉ែតកំពុងព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនការបារម្ភនេះកើតមាននៅបន្ទាប់ពីសមត្ថកិច្ចប៉ូលីសសង្កាត់បាននាំកម្លាំងទៅតាមរកសកម្មជនរូបនោះដល់ផ្ទះមិនជួបកាលពីថ្ងៃទី23ខែកុម្ភៈហើយបានគម្រាមកំហែងកូនចៅតែនៅក្នុងផ្ទះនោះចាលោកអ្នកនាងអ្នកក្រាបជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអសីស្រីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកអ្នកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយនាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអសីស្រីសូមអរគុណនិងសូមជម្រាបលាវិទ្យុអេស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជា
លោកអ្នកនាងនឹងអាចស្ដាប់វិទ្យុ RC សេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz